បាទសួស្តីនេះរបៀបគូយិនផ្ទះដែលម្ចាស់ផ្ទះគេមកពឹងពាក់ស្នាក់អាស្រ័យឲ្យយើងគូឲ្យចឹងខ្ញុំគូបានពាក្យកដាលហើយនឹកឃើញថាចង់ចាប់ទូរស័ព្ទមកផុសហើយចែករំលែកនៅក្បួនយិនបាទដូចជាក្បួនយិនមានច្រើនប្រភេទទៀតបើនិយាយពីប្រភេទគឺมันក្រោមពី1000គុណទេมันក្រោមពី1000មុខទេគេថា100គុណហ្នឹងវាមានច្រើនស្ថានដូច្នេះខ្ញុំជ្រើសរើសយកមុនព្រះគាថានេះមកដើម្បីចងក្រងជាស្ដេចនៃយិនទាំងមូលយិននេះគឺសម្រាប់ដាក់តាំងផ្ទះយិនយើងរស់ស៊ីផ្សេងយិនដាក់តាំងផ្ទះផ្សេងក៏តែកំណត់អាស្រ័យទៅម្ចាស់ផ្ទះជាទូយិនផ្ទះគឺកំសែងពណ៌ក្រហមកំណត់ពណ៌ក្រហមយិនលក់ដូររស់ស៊ីមានពណ៌សមានពណ៌លឿងទៅតាមអាស្រ័យលោកគ្រូដែលជាអ្នករៀបចំគូនឹងយិននេះគឺសម្រាប់ខ្ញុំចូលចិត្តគូមកពេញបាទគូមកពេញដោយសារកន្លះម៉ែត្រអញ្ចឹងយើងគូអក្ខរគាថាពេញយិនទាំងអស់បើគ្រូគេខ្លះគេគូតែបន្តិចទេមកកន្លះម៉ែត្រទេគេគូតែបន្តិចមកប៉ាន់បាត់ដៃបន្តិចតែសម្រាប់គ្រូរបស់ខ្ញុំខុសប្លែកពីគេតែច្រើនកម្លាំងទៅដោយគាថាបាទកម្លាំងទៅដោយមន្តអាគមនោះក៏ប៉ុន្តែខ្ញុំរៀនមកពីលោកគ្រូប្រាប់ថាកន្សែងយិនគេប៉ុណ្ណាដែរយើងគូចោះគូឲ្យពេញអានឹងបើយើងគិតពីតួយិនព្រះគាថាទាំង84000ពិនប្រធមខណ្ឌរបស់ព្រះសម្មាសម្ពុទ្ធគឺយកមកចងក្រងនៅក្នុងនេះគឺ84000ពិនក៏ដូចជាព្រះគាថាមហាលៀបមហាជ័យនៅក្នុងពេលនេះខ្ញុំតាំងយក Facebook មកតាំងថតនេះដើម្បីចែករំលែកឬក៏ក្រែងលោកគ្រូអ្នកគ្រូណាចេះហើយក៏តាមតែអធិស្ឋានចោះនៅថ្ងៃបន្តទៅមុខបន្តទៅទៀតខ្ញុំនឹងអាត់វីដេអូជាคลิปបរិយាយអំពីយ័ន្តបរិយាយអំពីមុនគាថាមុនអាគមបរិយាយអំពីព្រហ្មជាតិបុលិអតៈថ្ងៃខែឆ្នាំទៅតាមបណ្ដាញsocial media ទៅតាមបណ្ដាញបច្ចេកវិទ្យាគឺ Facebook នៅពេលខាងមុខពេលទំនេរចឹងបងប្អូនណាដែលត្រង់ចង់ទូទាយអីអាចទូទាយបានខ្ញុំមានឱកាសខ្ញុំមានពេលខ្ញុំនឹង live ទូទាយអំពីបញ្ហាកម្មឆ្នាំទាំង12ខែទាំង12ថ្ងៃទាំង7ប្រចាំឆ្នាំចឹងវីដេអូនេះមានតែប៉ុណ្ណេះទេបាទយិននេះក៏បន្តគូឲ្យដែរសូមslash វីដេអូនេះតែប៉ុណ្ណេះចុះបាទសូមអរគុណ